ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំមកធ្វើប៉ុងឡានខ្ញុំវាអត់តាក់ម្ញងវាវិលប៉ុន្តែកង់វាអត់វិលទេចាំមើលខ្ញុំដោះមើលវាខូចអីគេចាំមើលអានេះខ្ញុំកាត់អាលួសរបស់យើងណាអាលួសយើងអារៀងប្រហែលជាម៉ាលីលួសបាយម៉ាលីខ្ញុំយកមកធ្វើប្រដាប់គេហៅថាប្រែដែលសារតែខ្ញុំវាមានប្រែហ្នឹងពេលអញ្ចឹងខ្ញុំយកលួសមកចងទៅវាលេងបានមករយៈពេលដែលវាអត់ដាច់ទៅណាទេលួសហ្នឹងយើងលេងបានធម្មតាតែអីទេហើយអាប្រែហ្នឹងខ្ញុំយកម៉ូទ័រយើងតើកាត់យើងហ្នឹងយកទៅឆូតឲ្យវាមានកន្លងហើយយើងយកលួសមកចងក៏បានឬក៏យើងយកលួសមកល្មមមួយអាម៉ូទ័រយើងកាត់ណាយើងពុតវារៀងមូលរៀងវងមូលល្មមមកដែកហ្នឹងគឺហើយយើងកាត់វាទៅហើយយើងធ្វើមិនឲ្យវាឆ្អៀតណាហើយកុំឲ្យវាអាកន្លែងយើងលោកហ្នឹងកុំឲ្យវាជ្រៅពេកយកមកល្មមមកនៅសល់លួសខ្លះដើម្បីពេលយើងដាក់អាហ្នឹងចូលទៅវានៅទៅត្រឹមហ្នឹងវាអត់ចាញ់វាអត់ចូលវានៅទៅត្រឹមហ្នឹងចឹងអាហ្នឹងវាយើងអាចជំនួសវាបានដែរបើមិនយើងអត់មានប្រែឥឡូវមកមើលប៉ុងទាំងអស់គ្នាអាចទះប៉ុងនេះខ្ញុំធ្វើពីជ័រទេធ្វើពីជ័រទៅយោយើងទេបើខ្ញុំវាអត់មានពេលធ្វើវាដែកដល់ពេលអញ្ចឹងខ្ញុំយកជ័រទៅយោយើងណារោលភ្លើងវារោលភ្លើងហើយយកអាគូតកំប៉ុងហ្គាសហ្នឹងចកត់វាជាមួយនឹងអីរៀងមូលតិចទៅចឹងទៅវាបានរៀងអញ្ចឹងហើយចាំមើលទាំងអស់គ្នានេះដល់ពេលយើងនេះចេះវិលឃើញខ្ទៀតមិញអាហ្នឹងខ្ចៅវារបូតចេញចឹងហើយបានវាអត់វិលដោយសារខ្ចៅវានឹងវាអត់ជាប់គេខ្លះគេអាម្ញងហ្នឹងគេចាប់គេផ្សារជាប់ជាមួយផ្លូវឡានហ្នឹងហ្មងតែខ្ញុំខ្ជិលផ្សារជាប់ណាពួកឯប៉ុងខ្ញុំវាដោះអំបែកអត់បានទេអញ្ចឹងខ្ញុំស្វានរុនដ្រូស្ពឺមូលប្រឡងវិញមូលខ្ចៅវិញប៉ុន្តែអានេះខ្ញុំអត់មានខ្ចៅមូលខ្ញុំសាកយកអាខ្ចៅវិសបាញ់សង្កសីយកទៅមូលអត់ចូលព្រោះក្បាលវាធំពេកអញ្ចឹងខ្ញុំដើរទៅមើលក្នុងកាបូបខ្ញុំគីឡូមានខ្ចៅទៅកកាយមើលទៅឃើញមានខ្ចៅមួយក្របយើងយកអានឹងមកដាក់សិនដាក់សិននេះដាក់យកបណ្ដោយពូវាល្មមដែរវា3លីរុនវា3លីខ្ញុំតារ៉ូស្នេហ៍3លីដាក់ទៅល្មមម៉ាច់មូលណែនចេះដល់ពេលវាណែនហ្នឹងវាលែងមានសើដូចមុនពេលមុនខ្ញុំអត់ប្រើអាប្រឡង3លីហ្នឹងឯងខ្ញុំប្រើខ្ចៅ2លីតែខ្ញុំប្រើក្បាលខ្ចៅមូលដល់ពេលឥឡូវវារបូតមិនដឹងវីរុសដល់ណាទេឥឡូវខ្ញុំដោះចេញទៅខ្ញុំដាក់អាប្រឡងធំវិញមានអីជាប់ណែនក្តន់មានលែងមានសើពីអាម្ញុកហ្នឹងឯងឥឡូវវិលស្រួលវិញហើយប៉ុងឡានរបស់ខ្ញុំធ្វើអត់បានស្អាតទេតែខ្ញុំអត់មានពេលលេងវាអត់មានពេលធ្វើវាពួកអីអានោះបើយើងចង់ស្អាតលើតែយើងអង្គុយធ្វើដោះខាត់ឆាបផ្សារអានោះមិនបានស្អាតហើយអានេះខ្ញុំធ្វើប្រែវាខ្ញុំដាក់ចូលខ្ញុំប្រិចវាឲ្យធំតិចមកដើម្បីយើងសោកចូលហើយចាំយើង
យើងសោកចូលចេះហើយចាំយើងយកទៅកាប់មកគៀបវាឲ្យវាចូលជាមួយនឹងអាកលៈដែលយើងឆាបលកវាយើងគៀបវាឲ្យវាចូលនឹងមកចឹងវាអត់ចេញទៅណាទេយើងលេងវាអត់មានឃ្លឺចេញណាព្រោះវាធំដែរលួសនឹងវាប្រហែលជា2លីដែរលួសនឹងចឹងអត់បញ្ហារឿងថាខ្លាចដាច់ឬក៏ខ្លាចវាចេញហើយនេះឥឡូវខ្ញុំដាក់កើតហើយដាក់ចូលហើយចឹងលេងមកឆ្ងាញ់វិញហើយเอาពីព្រឹកខ្ញុំដោះវាមួយតែហ្នឹងខ្ញុំដោះវាដោះហើយខ្ញុំរៀបកលេរៀបអីតែអត់ចាប់អារម្មណ៍រឿងក្នុងប៉ុងហ្នឹងឥឡូវខ្ញុំធ្វើឲ្យអស់ហើយជាមួយខ្ញុំវីដេអូដែលខ្ញុំធ្វើឲ្យដាក់រត់ស្អាតអត់អីទេលេងដល់នេះអរគុណច្រើនបងប្អូន